ជំនាញ5ដែលសំខាន់បំផុតសម្រាប់ជីវិតក្នុងសតវត្សទី21មនុស្សជាច្រើនមិនសូវចូលចិត្តរៀនទេពួកគេគិតថាការរៀនគឺជារឿងធុញទ្រាន់ឬជារឿងដែលត្រូវធ្វើតែពេលនៅសាលាប៉ុន្តែការពិតគឺប្រសិនបើអ្នកមិនរៀននិងមិនអភិវឌ្ឍខ្លួនទេនៅក្នុងពិភពលោកដែលផ្លាស់ប្ដូរលឿននេះអ្វីផ្សេងទៀតក៏អាចចាប់ផ្ដើមធ្លាក់ចុះដែរដូច្នេះថ្ងៃនេះខ្ញុំចង់ចែករំលែកជំនាញសំខាន់ដែលអ្នកគួរអភិវឌ្ឍដើម្បីឲ្យខ្លួនឯងរឹងមាំនិងមានតម្លៃកាន់តែខ្ពស់1ជំនាញក្នុងការទំនាក់ទំនងនិងធ្វើការជាមួយមនុស្សជាច្រើនគិតថាការចេះនិយាយជាមួយមនុស្សគឺជាទេពកោសល្យពីកំណើតប៉ុន្តែវាមិនមែនទេ social skill គឺជាជំនាញដែលអាចរៀនបានអ្នកត្រូវរៀនស្ដាប់រៀនយល់ពីអារម្មណ៍អ្នកដទៃរៀនដឹងថាមនុស្សម្នាក់ត្រូវការអ្វីរៀនរិះគន់ដោយមិនធ្វើឲ្យគេបាត់បង់តម្លៃហើយរៀនធ្វើការជាក្រុមអ្នកអាចពូកែបំផុតក្នុងវិជ្ជាជីវៈរបស់អ្នកប៉ុន្តែប្រសិនបើអ្នកមិនចេះធ្វើការជាមួយមនុស្សជំនាញរបស់អ្នកអាចមិនមានប្រយោជន៍ពេញលេញទេដូច្នេះចេញពីទូរស័ព្ទចេញពីពិភព virtual ចេញពីការអង្គុយតែម្នាក់ឯងទៅជួបមនុស្សនិយាយជាមួយមនុស្សនិងរៀនពីមនុស្ស2ប្រកបបង្កើតសេចក្តីស្រឡាញ់ចំពោះការរៀននេះប្រហែលជាជំនាញសំខាន់បំផុតកុំរៀនតែពេលមានគេបង្ខំរៀនព្រោះអ្នកចង់ដឹងពេលមានអ្វីមួយដែលអ្នកមិនចេះសូមកុំខ្មាស់អៀនត្រូវនិយាយថាខ្ញុំមិនទាន់ចេះទេប៉ុន្តែខ្ញុំនឹងរៀនវាការរៀនអ្វីថ្មីហើយមើលឃើញខ្លួនឯងកាន់តែពូកែគឺជាអារម្មណ៍ដ៏អស្ចារ្យមួយអ្នកអាចរៀនភាសាថ្មីរៀនអាជីវកម្មរៀនបច្ចេកវិទ្យារៀនសរសេររៀនស្រាវជ្រាវរៀនជំនាញដែលអ្នកស្រឡាញ់អ្នកមិនត្រូវការរៀនគ្រប់យ៉ាងទេអ្នកត្រូវរៀនអ្វីដែលធ្វើឲ្យអ្នកមានចំណង់ចង់ដឹងកាន់តែច្រើន3អត់ធ្មត់យើងរស់នៅក្នុងយុគសម័យដែលអ្វីលឿនណាស់ចង់ដឹងអ្វី search ចង់ទិញអ្វីចុចមួយដងចង់តាក់ទងអ្នកណា message ចង់រៀនអ្វីមើលវីដេអូដោយសារតែអ្វីលឿនយើងក៏ចាប់ផ្ដើមចង់ឲ្យជោគជ័យកើតឡើងភ្លាមប៉ុន្តែការកសាងជំនាញពិតប្រាកដមិនដំណើរការដូចនេះទេអ្នកត្រូវអនុវត្តធ្វើខុសធ្វើម្ដងទៀតធុញបរាជ័យហើយបន្តទៀតពេលខ្លះអ្នកត្រូវចំណាយពេលរាប់ឆ្នាំដើម្បីក្លាយជាអ្នកជំនាញកុំខ្លាចភាពយឺតពេលខ្លះភាពយឺតគឺជាផ្នែកមួយនៃការរីកចម្រើន4រៀនទ្រាំនឹងភាពធុញនឹងការលំបាកមនុស្សសម័យនេះចង់បានការកំសាន្តជាប់ជានិច្ចប៉ុន្តែភាពធុញមិនមែនតែងតែជារឿងអាក្រក់ទេពេលអ្នកអង្គុយធ្វើការដដែលហើយចាប់ផ្ដើមធុញនោះជាពេលដែលអ្នកត្រូវរៀនបន្តការរៀនជំនាញថ្មីមិនតែងតែសប្បាយទេមានពេលខ្លះវាគួរឲ្យធុញមានពេលខ្លះវាគួរឲ្យខឹងមានពេលខ្លះអ្នកមានអារម្មណ៍ថាខ្ញុំមិនពូកែទេប៉ុន្តែប្រសិនបើអ្នកអាចឆ្លងកាត់ដំណាក់កាលនោះបានអ្នកនឹងចាប់ផ្ដើមកាន់តែពូកែការមិនរត់ចេញពីភាពលំបាកគឺជាជំនាញមួយ5ចេះគ្រប់គ្រងការថប់បារម្ភនិងអារម្មណ៍នៅពេលអ្នកចាប់ផ្ដើមអាជីវកម្មថ្មីសរសេរសៀវភៅបង្កើតគម្រោងឬចង់សម្រេចគោលដៅធំមួយអ្នកនឹងមានការព្រួយបារម្ភអ្នកនឹងគិតថាតើខ្ញុំអាចធ្វើបានទេតើវានឹងជោគជ័យទេហេតុអ្វីវាយូរម្ល៉េះហេតុអ្វីខ្ញុំមិនទាន់ឃើញលទ្ធផលនេះជារឿងធម្មតាបញ្ហាមិនមែនថាអ្នកមានការថប់បារម្ភទេបញ្ហាគឺអ្នកអនុញ្ញាតឲ្យការថប់បារម្ភបញ្ជាឲ្យអ្នកប្រញាប់ឬបោះបង់រៀនគ្រប់គ្រងអារម្មណ៍របស់អ្នករៀនបន្ថយល្បឿនរៀនផ្ដោតលើជំហានដែលនៅចំពោះមុខចំណុចសំខាន់បញ្ចូលជំនាញជាមួយគ្នានៅទីបញ្ចប់គោលដៅមិនមែនគ្រាន់តែចេះជំនាញមួយទេអ្នកគួរអភិវឌ្ឍជំនាញ2ឬ3ដែលអាចភ្ជាប់គ្នាបានឧទាហរណ៍អ្នកពូកែសរសេរ+ស្រាវជ្រាវ+ទំនាក់ទំនងនៅពេលជំនាញទាំងនេះភ្ជាប់គ្នាវាអាចបង្កើតអ្វីមួយដែលមានតម្លៃខ្លាំងជាងជំនាញតែមួយហើយនេះគឺជាអ្វីដែលធ្វើឲ្យមនុស្សម្នាក់ខុសពីមនុស្សទូទៅដូច្នេះប្រសិនបើអ្នកសួរថាតើជំនាញអ្វីដែលខ្ញុំគួរអភិវឌ្ឍនៅសតវត្សទី21ចាប់ផ្ដើមពីចេះធ្វើការជាមួយមនុស្សស្រឡាញ់ការរៀនមានភាពអត់ធ្មត់ទ្រាំនឹងភាពធុញនឹងការលំបាកហើយចេះគ្រប់គ្រងការថប់បារម្ភនិងអារម្មណ៍របស់ខ្លួនចងចាំថាលុយអាចមកហើយក៏អាចបាត់ប៉ុន្តែចំណេះដឹងនិងជំនាញដែលអ្នកបានកសាងនៅក្នុងខ្លួននឹងនៅជាមួយអ្នកដូច្នេះកុំឈប់រៀនព្រោះនៅពេលអ្នកស្រឡាញ់ការរៀនមានភាពអត់ធ្មត់និងចេះធ្វើការជាមួយមនុស្សអ្នកកំពុងកសាងខ្លួនឯងឲ្យក្លាយជាមនុស្សដែលមានសមត្ថភាពបង្កើតឱកាសមិនមែនគ្រាន់តែរង់ចាំឱកាស